បងប្អូនទាំងគ្នាខ្ញុំពិចារណាពី3ដងនេះអត់ដឹងថាគួរថតឲ្យបងប្អូនមើលអត់ទេសម្រាប់មុខមុខនេះសម្រាប់មុខមុខនេះគេហៅថាកូនឡងបងប្អូនគ្នាប៉ុន្តែគឺគេញ៉ាំហ្នឹងណាបងប្អូនមុខមុខនេះហើយបងប្អូនណាធ្លាប់ញ៉ាំកុំភ្លេចជួយ comment ផងកុំឲ្យគេថាខ្ញុំញ៉ាំតែខ្ញុំតែពិតពិចារណា3 4ដងនេះបងប្អូនទាំងគ្នាមកមិនដែលចិត្តថាអូខេថតឲ្យបងប្អូនមើលហ្មងណាដាក់មកជាក់សិនបងប្អូនស្គាល់កូនឡងនឹងអីអត់អានឹងឆ្ងាញ់ណាបងប្អូននេះដូចពងទាកូនទាំងសាច់វានេះជើងដល់មួយទឹកម្រេចនេះអូដាក់មកឲ្យលីក្នុងមាត់ហ្មងពេលគាត់ថាបងប្អូនខ្លះគាត់ចេះញ៉ាំអីអញ្ចឹងណាហ្នឹងអូតំណងបងប្អូននេះមួយទឹកម្រេចណាដូចពងទាកូនទាំងឆ្ងាញ់ដាក់មកចូលមាត់ឲ្យលាយមកឆ្ងាញ់មែនណាមកនេះចំផុយទាំងឆ្អឹងហ្នឹងណាឆ្ងាញ់បងប្អូននេះហើយម្ហូបនេះក៏កម្រដែរណាសាច់គោរកបានណាប៉ុន្តែកូនឡងនេះរកបានទេញ៉ៃមែនបងប្អូនណាធ្លាប់ញ៉ាំកូនឡងកុំភ្លេចជួយ comment ម្នាក់មួយផងពងទាប្រៃរសជាតិរៀងដិតជាងមីគោករសជាតិដើមតិចហើយយើងញ៉ាំទៅធំទៅដោះគោហើយឈ្ងុយពងទាប្រៃអូយតំណងបងប្អូននេះរសជាតិគឺមកល្មមអត់ដិតខ្លាំងពេកហើយក៏អត់សាបខ្លាំងពេកដែរគឺពេលយើងញ៉ាំចូលមាត់ទៅសរសៃមីជាមួយគ្រឿងហ្នឹងគឺឈ្ងុយចូលគ្នាមកអូនិយាយចឹងបងប្អូនទាំងគ្នាបងប្អូនមានន័យចាំមីគោកសាតេដែលយើងផលិតឡើងពីល្ពៅនេះអត់កាលពីមុនណាយើងវិចខ្ចប់ថងតែឥឡូវនេះខាងក្រុមហ៊ុនគឺបានអាប់ដេតយើងវិចខ្ចប់ជាកំប៉ុងបែបនេះដើម្បីជាភាពងាយស្រួលដល់បងប្អូនយកទៅដល់គ្រាន់តែឲ្យកញ្ចប់ដាំទឹកឆុងហើយយើងលាយគ្រឿងគឺយើងញ៉ាំបានហ្មងបងប្អូនទាំងគ្នាឥឡូវនេះគឺយើងមាន2រសជាតិគឺយើងមានរសជាតិដើមជាមួយនឹងរសជាតិទឹកដោះគោពងទាប្រៃចំពោះវិធីចម្អិនវិញគឺងាយខ្លាំងមែនទែនបងប្អូនគ្រាន់តែដាំទឹកឲ្យពុះបន្ទាប់មកយើងចាក់ទឹកចូលក្នុងមីរយៈពេល5ទៅ6នាទីបន្ទាប់មកយើងចាក់ទឹកនឹងចេញបន្ទាប់មកយើងផ្សំគ្រឿងដែលមាននៅក្នុងកំប៉ុងនឹងស្រាប់បងប្អូនទាំងគ្នាហើយបញ្ជាក់តិចនេះគឺជាផលិតផលដែលផលិតឡើងនៅក្នុងស្រុកផលិតឡើងពីល្ពៅអញ្ចឹងពេលដែលយើងញ៉ាំទៅអត់ធ្វើឲ្យយើងក្តៅកឈឺពោះឈឺអីបងប្អូនទាំងគ្នាហើយក៏យើងអត់មានជាតិរសាទុកដែរឥឡូវនេះដល់ពេលដែលយើងត្រូវតែងាកមកគ្រប់គ្រងផលិតផលខ្មែរយើងហើយតើបងប្អូនទាំងគ្នាឥឡូវយើងទៅសាករសជាតិដើមមុនណាអានេះមីល្ពៅរសជាតិដើមបងប្អូនសំខាន់ទៅសៃមីទុនល្អមែនតើអានេះញ៉ាំទៅអត់ក្តៅកទេបងប្អូនផលិតនៅក្នុងស្រុកយើងផលិតមកពីល្ពៅបាទឈ្ងុយបងប្អូននេះអូយបងប្អូនសៃមីទុនមែនតើទុនហើយចូលជាតិជាមួយគ្រឿងនេះទៀតសំខាន់គ្រឿងរសជាតិអត់សូវដិតណាបងនេះគឺមកល្មមឆ្ងាញ់ឆ្ងាញ់បងប្អូននេះឥឡូវយើងទៅសាករសជាតិមីគោកល្ពៅរសជាតិពងទាប្រៃនេះទៅដោះគោពងទាប្រៃនេះអូយបងប្អូននេះពងទាប្រៃរសជាតិរៀងដិតជាងមីគោករសជាតិដើមតិចហើយយើងញ៉ាំទៅធំទៅដោះគោហើយឈ្ងុយពងទាប្រៃអូយតំណងបងប្អូននេះដល់ពេលដែលយើងងាកមកគ្រប់គ្រងផលិតផលក្នុងស្រុកយើងហើយបងប្អូនសាច់មីគឺទន់ផ្អែមខ្ញុំហ៊ាននិយាយថាឆ្ងាញ់បងប្អូននេះដល់ពេលយើងងាកមកគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងហើយមីគោកល្ពៅទាំងរសជាតិដើមទាំងរសជាតិទឹកដោះគោពងទាប្រៃនេះបងប្អូនអាចរកទិញបាននៅក្នុង page សិប្បកម្មមីសរសៃផ្កាយ5ក៏បានឬក៏តាក់ទងមក page ខ្ញុំផ្ទាល់ក៏បានដែរបងប្អូនទាំងគ្នាខ្ញុំក៏មានទទួលបោះដុំដែរសម្រាប់បងប្អូនអ្នកនៅក្នុងខេត្តកំពង់ចាមចង់បោះដុំនឹងលក់រាយអាចតាក់ទងមកលេខ Telegram របស់ខ្ញុំក៏បានដែរបងប្អូនទាំងគ្នាខ្ញុំក៏មានទទួលបោះដុំដែរឆ្ងាញ់បងប្អូនទាំងគ្នាហើយញ៉ាំទៅអត់ក្តៅកហើយគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាបងប្អូនចង់ហៅ
rượu mừng tê cho món nào mỗi bài của bán khai của bán này món nè ôi bộ phận đó nè mà giờ này là vô lụa small cô bây giờ bán thọt thầy chu lụa sọt bật tay lụa đại thọ ngày xem thầy chu này na xem bộ phận cho năm chân heo là ngon chụp khoai tìa khoai ấy á bộ phận đó nè bộ phận ai mau xạ thầy chu bàn ở bên nơi thầm bánh nha là nghe nắng sai đo là bộ đó nè cho món chạy tên tam lấy telegram nắng mắt nè bộ phận này tại canal bộ phận giờ tới chú của bên miền tắc bàn nắng bộ phận chạy tắc năng tranh đó nè nè bộ phận này bây giờ chạy tắc chừng mấy giờ cắt món này dương lấy bài chụp mà tay không năng bộ phận này rồi chếtประจำ cast ตั้ง trai nhé xem thầy chu nè bộ phận cho món chạy tên tam lấy telegram năng màu bộ phận là ngon chụp khoai tìa khoai ấy bộ phận xạ thầy chu thì bàn chu á ngay một con hầm nè dừng đi bài chuột nữa không nâng á mà là sai như bây giờ nhắm bắt bài chuột tới ngay mà giang đây ngay một con nè một con trong cầm mong thầy chu rồi chụp trăm khai tăng trái bộ phận chạy tên tam lấy telegram nhau màu ui bộ phận một mong cô nè ăn hèn khiêm tích máu ui anh ấy vẫn ăn tôm mua cho má bộ phận đọc nè mình nói thầm mày thế này anh ấy cái hai ta small cô ăn vào mặt tê ha thầy dựng đã mà chẹ mó chuyệt mong ui bộ phận một small cô nè ăn hèn khiêm tích máu ui ôi chia ra một con nó nè sầm khăn khua pênh món nè hay dùng xăm cường thở chứ rồi chia ra đã món trâu nè mà ôi mà triệt mà bộ bồn nè ôi một bồn mà nè thì mới khu á ôi bồn bồn nè mà mộng này rồi chết em